ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះស្រីសាក់មកពីក្រុម SV1 នៅក្នុងវីដេអូនេះផងដែរខ្ញុំមកធ្វើការបង្ហាញតាក់ទងទៅនឹងការបង្កើត folder ដែលវាមាន folder នៅក្នុងនោះជាច្រើនទៀតហើយមានដូចជា file ជាដើមអញ្ចឹងខ្ញុំធ្វើការrun ទៅលើ code នោះតែម្ដងទៅដោយសារតែខ្ញុំបានremote ចូលទៅក្នុង Gitbase រួចរាល់ហើយខ្ញុំបានវាយទៅលើ IP របស់វាហើយខ្ញុំយកមក connect ជាមួយនឹង Gitbase អញ្ចឹងខ្ញុំចូលមកដល់នឹងភ្លាមខ្ញុំធ្វើការវាយ command អញ្ចឹងជាដំបូងខ្ញុំបានកំវាយ command ទៅលើការបង្កើត folder mkdir បន្តមកទៀតខ្ញុំដក p បង្កើត folder ធំមួយបន្តមកទៀតគឺ /sv1 / មួយទៀតហើយយើងបើកនេះមកយើងដាក់ t1 ក្បៀស t2 ក្បៀស t3 តែយើងនៅមាន TEA TEB និង TEC ទៀតអញ្ចឹងយើងក្បៀសបន្តទៀតមក TEA TEB និង TEC អញ្ចឹងដល់ពេលយើងវាយហើយយើងធ្វើការដាក់ slash មួយទៀតមកហើយយើងបើកនេះមួយទៀតដាក់ st1.sv1 តមកទៀតក្បៀសមួយst2.sv1 ក្បៀសមួយទៀត st3.sv1 បន្តមកទៀតខ្ញុំដាក់ slash មួយទៀតខ្ញុំវាយ command ទៅលើខ្ញុំដាក់ជា c cc sap java និង php ហើយចុងក្រោយគឺយើងដាក់ទៅលើបន្ទុកអញ្ចឹងខ្ញុំដាក់ slash មួយហើយខ្ញុំបើកអានេះមកហើយខ្ញុំដាក់90រហូតដល់95អញ្ចឹងយើងវាយ command 90.95 តមកទៀតគឺ .score ចឹងដល់ពេលខ្ញុំវាយ command ហើយខ្ញុំធ្វើការ enter ចឹងដើម្បីឲ្យយើងឃើញយើង ls ឬក៏យើងវាយ command 3មកចឹងនេះcommand ដែលខ្ញុំបានបង្កើតមិញដែលតាក់ទងទៅនឹងការបង្កើត folder ច្រើនហើយមាន file នៅក្នុងនឹងច្រើនអញ្ចឹងខ្ញុំសូមអស់ឡើងលើបន្តិចចឹងនេះគឺជា command ដែលខ្ញុំបានប្រើដើម្បីបង្កើតជា folder និងនៅក្នុង folder ហើយយើងអាចបង្កើតជា sub folder នៅក្នុងនឹងបានច្រើនទៀតវាមានតែបន្ទុកវាមានតែមុខវិជ្ជាអញ្ចឹងទៅអញ្ចឹងទី1គឺខ្ញុំបានបង្កើតជា sub folder ធំមួយជា main folder ធំមួយដែលឈ្មោះថា ctech ហ្នឹងមកតមកទៀតខ្ញុំបង្កើតជា sub folder sv1 មួយទៀតនៅក្នុង ctech ហ្នឹងអញ្ចឹងចំពោះនៅក្នុងfolder sv1 ហ្នឹងវាមាន sub folder ជាច្រើនដូចជា t1 t2 c3 tea teb tec អញ្ចឹងយើងបើសិនជាយើងអស់មើលគឺអានេះវាជា t1 នេះគឺជា t2 t3 នេះ tea teb និង tec អញ្ចឹង sub folder ទាំងអស់ហ្នឹងគឺវានៅក្នុង folder sv1 បន្តមកទៀតចំពោះfolder ដែល te1 ហ្នឹង t1 ហ្នឹងវាមាន sub folder ជាច្រើនទៀតមានជា st1.sv1 st2.sv1 st3.sv1 ចឹងទៅអញ្ចឹងអានេះវាជា sub folder មួយទៀតនៅក្នុង t1 នេះអញ្ចឹងនៅក្នុង t1 ហ្នឹងវាមាន3ទៀតអញ្ចឹងវាមានដូចជា st1.sv1 st2.sv1 st3 និង .sv1 ដូចគ្នាហើយចំពោះ t2 ក៏មាន st1.sv1 ដូចគ្នាហើយមកដល់ខាងលើនេះគឺចំពោះ folder នេះក៏វាមាន sub folder នៅក្នុងនោះដូចគ្នាវាមានទៅលើមុខវិជ្ជាដូចជា C#
C++ និងJava PHP ជាដើមហើយចំពោះនៅក្នុង folder មួយៗហ្នឹងវាមាន file ដូចជាបន្ទុកអញ្ចឹងនៅក្នុង sub folder មួយៗហ្នឹងវាមានបន្ទុក90 91 92 93 94 95អញ្ចឹងទៅវាមានទៅតាមមុខវិជ្ជានីមួយៗចំពោះ ST2 ដល់ ST1 ក៏វាមានsub folder ទៅតាមមុខវិជ្ជាមួយហើយនៅក្នុង sub folder មួយហ្នឹងក៏វាមានបន្ទុកដូចគ្នាអញ្ចឹងខាងក្រោមក៏វាដូចគ្នាដែរអញ្ចឹងចុងក្រោយខ្ញុំសូមវាយ comment history ដើម្បីបង្ហាញលោកគ្រូថាខ្ញុំធ្លាប់វាយ history អីខ្លះអញ្ចឹងខ្ញុំវាយទៅលើ history មកដើម្បីបង្ហាញ comment អញ្ចឹងនេះគឺជា comment ដែលខ្ញុំបានវាយពីមុនមកដើម្បីបង្កើតtree ហ្នឹងក៏ដូចជា install tree ជាដើមអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ